ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានជួយទិញទឹកថ្នាំមឿនចំនួន10ទីតាំងនៅថ្ងៃទី9ខែ5ឆ្នាំ2026ចាដែលមានដូចជាខេត្តកំពង់ឆ្នាំងព្រះវិហារកំពង់ចាមបាត់ដំបងកំពង់ចាមចាអូកំពង់ចាមមកច្រើនមែនទែនថ្ងៃនេះចាហើយប៉ោយប៉ែតសៀមរាបព្រៃវែងព្រមទាំងខេត្តចំក្រោយគឺកំពតចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចិញ្ចឹមមឿនទាវឧស្សាហ៍ផ្ដាសាយហេសបោតឹងច្រមុះមិនធំធាត់ចាឧស្សាហ៍សម្កក់រួញក៏អត់ចង់ស៊ីចំណីអីបងប្អូនអាចប្រើប្រាស់ជាមួយទឹកថ្នាំធម្មជាតិរបស់ខ្ញុំបានក្នុងមួយគម្របដបទឹកសុទ្ធនេះបងប្អូនលាយជាមួយនឹងទឹក5លីត្រឲ្យមឿនផឹកជាប្រចាំថ្ងៃបើបងប្អូនយកទៅលាយចំណីមួយគម្របនេះលាយជាមួយនឹងចំណី1គីឡូចាហើយសម្រាប់ទឹកខ្ញីខួបខាងនេះគឺតួនាទីជួយទៅលើផ្ដាសាយហេសបោតសៃតសូងវាអត់ដើរស្រួលហ្នឹងគឺបងប្អូនប្រើប្រាស់បានដោយយកចាទឹកខ្ញី1ស្លាបព្រាបាយទៅលាយជាមួយនឹងទឹកចាវីតាមីននេះចំនួនកន្លះលីត្រកឡុកចូលគ្នាឲ្យសពហើយយកទៅលាយជាមួយនឹងទឹករបស់យើងហ្នឹងគឺ5លីត្រចាឲ្យវាផឹកជាប្រចាំថ្ងៃអញ្ចឹងបងដែលមានចម្ងល់អំពីការប្រើប្រាស់ទឹកថ្នាំមឿនអាចលំអិតជាមួយនឹងអ្នកលក់របស់ខ្ញុំបានចាហើយសម្រាប់បងប្អូនដែលត្រូវការចាតង់កស៊ូខ្មៅ UV យកទៅប្រក់ដំបូលឬក៏បងប្អូនត្រូវការកស៊ូបៃតងយកទៅក្រាបបាត់ស្រះប្រភេទមួយណាក៏បានបងប្អូនអាចធ្វើការតំណែងមកកាន់អ្នកលក់បានអវ៉ាន់ផ្ញើជូនបងប្អូនបាន25ខេត្តក្រុងហើយឥឡូវនេះគឺរសៀលម៉ោង5:15នាទីថ្ងៃទី9ខែ5ឆ្នាំ2026ហ្នឹងគឺអត់ទាន់បានចេញទេដោយសារតែប្រឹងធ្វើការងារជូនពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់កំងអីវ៉ាន់បងប្អូនអាចធ្វើការតំណែងបានហើយព័ត៌មានបន្ថែមបងប្អូនចូលក្នុងឆាតសូមអរគុណសូមគោរពលា